នៅត្រង់កណ្ដាលជើងចង្គៀងទាំង7នោះឃើញមានមួយអង្គដូចជាកូនមនុស្សទ្រង់ព្រះពស្ត្រវែងដល់ព្រះបាទហើយមានខ្សែមាសរឹតត្រង់ព្រះឧរាព្រះសិរសានិងព្រះកេសាទ្រង់សដូចជារោមជាមដែលសគឺដូចហិមៈព្រះនេត្រទ្រង់ដូចជាអណ្ដាតភ្លើងព្រះបាទទាទ្រង់ដូចជាលង្ហិនរលីងដែលភ្លឺផ្លេកផ្លេកដូចជាដុតក្នុងគុកភ្លើងព្រះសូរសៀងទ្រង់ដូចជាសូរនៃទឹកច្រើននៅព្រះហស្ថស្ដាំទ្រង់កាន់ផ្កាយ7ក៏មានដៅមុខ2ដ៏មុនចេញពីព្រះអោសទ្រង់មកហើយព្រះភ័ក្ត្រទ្រង់ដូចជាថ្ងៃភ្លឺពេញអំណាច